ជួនរឿងអណ្ដើកនិងស្វាការពីព្រេងនេះមានដំណើរថាមានសត្វស្វាមួយក្បាលនិងសត្វអណ្ដើកមួយក្បាលគឺជាដន្លងនឹងគ្នាប៉ុន្តែពួកគេទាំងពីរនាក់ពុំមានកលរៀបការជាមួយគ្នានោះទេអ្វីត្បិតថាពួកគេមិនមានកលរៀបការជាមួយគ្នាក៏ពិតមែនប៉ុន្តែពួកគេស្រឡាញ់គ្នាដោយដន្លងដទៃទៀតចំណែកការយូរទៅដន្លងខាងស្វាក៏មានកូនត្រូវរៀបការហើយស្វាក៏ហៅពពួកស្វាទាំងអស់ឲ្យមកចូលរួមពិធីមង្គលការនោះពេលវេលាដល់ថ្ងៃរៀបការក៏បានខិតជិតមកដល់សត្វស្វាក៏បាននឹកឃើញសត្វអណ្ដើកដែលធ្លាប់ជាដន្លងនឹងគ្នាសត្វស្វាក៏និយាយថាការកូននេះដូចជាហៅភ្ញៀវអស់ប៉ុន្តែនៅឡើយតែអណ្ដើកដែលជាដន្លងទៅតាក់ទងពេលនោះអ្នកបម្រើក៏បានធ្វើដំណើរទៅអញ្ជើញអណ្ដើកណាទៅដល់ផ្ទះអណ្ដើកបានសួរស្វាទាំងពីរថាណែបងទាំងពីរទៅណាមកណាដែរហ្នឹងបាទបងអណ្ដើកមកនេះគឺលោកម្ចាស់ដែលជាដន្លងរបស់បងបានប្រើឲ្យពួកខ្ញុំមកអញ្ជើញបងឲ្យចូលរួមកម្មការក៏រីឯអណ្ដើកដែលជាហេតុថាខ្លួនធ្វើដំណើរយឺតផងនោះពេលនោះក៏បានធ្វើដំណើរដើម្បីទៅចូលរួមពិធីមង្គលការរបស់កូនស្វាបន្ទាប់ធ្វើដំណើរអស់ជាយូរអណ្ដើកក៏បានធ្វើដំណើរទៅដល់កន្លែងរៀបចំមង្គលការបងអណ្ដើកមកដល់ហើយដន្លងស្វាក៏បាននិយាយទៅកាន់អណ្ដើកថាដន្លងឯងឡើងដើមឈើមិនរួចទេអញ្ចឹងមានតែវិធីម្យ៉ាងគេគឺដន្លងឯងត្រូវខំវងនេះអត់ចប់ហើយនឹងទាញដន្លងឯងមកខាងលើប៉ុន្តែដន្លងឯងត្រូវចាំថាបើទាញមិនតាន់ដល់ទេដន្លងឯងហាមនិយាយស្ដីទៅកាន់នរណាម្នាក់បើពុកដូច្នោះទេដន្លងឯងនឹងលាក់ស្លាប់ជាមិនខានពេលនោះស្វាក៏បានទាញអណ្ដើកទៅលើលុះទាញចិត្តដល់ក៏សត្វតែមានស្វាញីមកសួរស្ដីរាក់ទាក់បងអណ្ដើកអូបងអណ្ដើកទេសុខសប្បាយទេឬពេលនោះអណ្ដើកបានភ្លេចពាក្យបណ្ដាំរបស់ស្វាហើយក៏បានហៅមកស្ដីខណៈពេលនោះអណ្ដើកបានធ្លាក់ពីលើដើមឈើធ្លាក់មកដីបែកស្លោកស្លាប់នៅពេលនោះទៅ